គ្រាន់តែឃើញហេវហ្មងចាំការទៀតគ្រឿងដែលយើងហាន់ហើយនឹងយើងបុកចូលគ្នាឲ្យម៉ត់ទៅបន្ទាប់ពីគ្រឿងរបស់យើងម៉ត់ល្អហើយចាប់ផ្ដើមដាក់ឆ្នាំងដាក់ខ្លាញ់ចូលមកយើងដាក់ខ្ទឹមហើយនឹងដាក់ម្ទេសចូលរំលីងវាឲ្យរឿងឈ្ងុយបន្តិចដាក់គ្រឿងដែលបានកិនម៉ត់ហើយនឹងដាក់ចូលរំលីងវារហូតដល់ឡើងឈ្ងុយល្អគ្រឿងរបស់យើងឈ្ងុយល្អហើយចាប់ផ្ដើមដាក់សាច់ចូលយើងឆាត្រឡប់សាច់របស់យើងឲ្យចូលជាមួយគ្រឿងឲ្យរឿងឆ្អិនបន្តិចយើងចាប់ផ្ដើមចាក់ទឹកត្រីចូលហើយដាក់ប៊ីចេងដាក់អំបិលបន្តិចបន្ទាប់ពីសាច់របស់យើងរឿងចូលជាតិល្អហើយយើងចាក់ទឹកចំនួន2កែវចូលផ្នែកខាងបន្លែថ្ងៃនេះខ្ញុំមានត្រប់ហើយនិងម្ទេសផ្លោកខ្ញុំហាន់វាជាចំណិតដុំទឹកសម្លយើងចាប់ផ្ដើមពុះហើយយើងដាក់បន្លែចូលដំបូងយើងដាក់ត្រប់បន្ទាប់មកយើងដាក់ម្ទេសផ្លោកចូលកូរត្រឡប់ច្របល់ចូលគ្នាទុកឲ្យវាពុះរហូតដល់បន្លែឡើងទន់បន្តិចដាក់ទឹកដោះគោខាប់ចូលបន្តិចដើម្បីយករសជាតិផ្អែមឡំៗខ្ទិះឆ្ងាញ់ចុងក្រោយយើងបង់ម្រះព្រៅរួចជាការស្រេច